សម្រាប់អ្នកដែលគាត់ចង់កាត់បញ្ជួយណាស់នេះវាសិនអ្នកនៅតាមខេត្តណាមុនពេលកាត់អីគួរគិតមើលផងព្រោះថាបញ្ជួយមិនចេះតែកាត់ទេមិនងាយដូចយើងឃើញយកអីយកថ្នាំទៅបន្តទៅវាដាច់ឬក៏កាត់តាមកន្លែងដែលគាត់អត់មានជំនាញគឺវាច្រើនវាបន្សល់មកវិញអញ្ចឹងដោយឡែកដល់អូនស្រីយើងគាត់បញ្ជួយគាត់ដំបងជាទៅវាអាចប៉ុណ្ណឹងក៏ប៉ុន្តែនៅនោះគេធ្វើម៉េចគេយកមកចូលចាក់យកមកចូលចាក់ហើយក៏គេបន្តថ្នាំប៉ុន្តែវាអត់ដាច់យ៉ាងនេះឃើញទេអ្វីដែលវាចម្លែកគឺវាដុំវិញច្រើនមែនតើនេះឃើញឡើងតាំងកម្មាលហ្មងជងឬជួយនោះគឺវាបែកពេញនឹងតែម្ដងអញ្ចឹងថ្ងៃហ្នឹងគាត់បានមកកាត់ចេញនៅ MD ហើយលោកគ្រូបានផ្ដាំទៀតសម្រាប់ការបន្តថ្នាំឯហ្នឹងវាអត់មានសុវត្ថិភាពដល់ស្បែកទេយើងបន្តថ្នាំពេលខ្លះក៏ដាច់ពេលខ្លះក៏អត់ដាច់ហើយអ្នកជំងឺជាច្រើនដែលមកជួបគ្រូបន្តថ្នាំហ្នឹងគឺស្ដាយក្រោយដោយសារអីអាស៊ីតហ្នឹងវាស៊ីរងអាកន្លែងជួនកាលមកជួយកន្លែងហ្នឹងវាស៊ីកន្លែងនេះឡើងក្រហមឡើងដាច់ឡើងលួយអញ្ចឹងណាអញ្ចឹងមកមានអីគ្រាន់តែមានការសោកស្ដាយជូនគាត់ដោយសារអីពេលអាស៊ីតស៊ីហើយគឺស្នាមហើយស្នាមមកជីវិតមកអញ្ចឹងបើសិនជាគាត់ទុកបញ្ជួយអាចស្អាតជាងអាស៊ីតស៊ីហ្នឹងទៀតអញ្ចឹងដើម្បីសុវត្ថិភាពមុនពេលកាត់គួររើកន្លែងឬគូពេលដែលបានទៅសម្រាប់អ្នកចង់កាត់បញ្ជួយអញ្ចឹងដើម្បីសុវត្ថិភាពឲ្យអាចចេញមកអំពីបានយើងមានការកាត់បញ្ជួយជំនាញជូនកាត់ហាក់ដល់វិញកាត់ឲ្យស្អាតអត់เป็นច្រើនហើយនេះគឺរូបភាពបងបន្ទាប់ពីកាត់បាន2សប្តាហ៍សាច់ដុះពេញវិញស្អាតហើយនឹងបាត់ស្នាមរយៈពេល3